យោធាថៃបញ្ជាឲ្យបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាជាអចិន្ត្រៃយ៍តាមប្រភព The Nation បានឲ្យដឹងថានៅរសៀលថ្ងៃទី23ខែមិថុនានេះយោធាថៃបានបញ្ជាឲ្យបិទច្រកព្រំដែនទាំងអស់ជាមួយប្រទេសកម្ពុជាជាអចិន្ត្រៃយ៍ដែលវិធានការនេះរួមមានផ្អាកការឆ្លងកាត់យានយន្តគ្រប់ប្រភេទហាម5ការធ្វើដំណើររបស់ប្រជាពលរដ្ឋថៃនិងបរទេសភ្ញៀវទេសចរនិងរាល់សកម្មភាពពាណិជ្ជកម្មចំពោះករណីលើកលែងករណីមនុស្សធម៌ការសង្គ្រោះបន្ទាន់ផ្នែកវិទ្យាសាស្ត្រការផ្ទេរអ្នកជំងឺនិងតម្រូវការអប់រំរបស់សិស្សការសម្រេចចិត្តបែបនេះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់និងភ្ញៀវទេសចរជាពិសេសទាំងជនជាតិថៃខ្លួនឯងដែលត្រូវចេញចូលមកប្រកបមុខរបរនិងបំពេញការងារនៅក្នុងប្រទេសកម្ពុជាសេចក្តីរាយការណ៍ពីច្រកព្រំដែនទាំងអស់រវាងកម្ពុជាថៃបានឲ្យដឹងថាបន្ទាប់ពីការសម្រេចចិត្តដោយឯកតោភាគីរបស់ក្រមយោធាថៃពិសេសមេបញ្ជាការភូមិ1និងភូមិ2ថៃគឺច្រកព្រំដែនទាំងអស់ត្រូវបានបិទទាំងស្រុងដោយមិនអនុញ្ញាតឲ្យមានមធ្យោបាយដឹកជញ្ជូនទំនិញឬអ្នកដំណើរចេញចូលដោយប្រក្រតីនោះទេប៉ុន្តែពួកគេបានផ្ដល់លក្ខខណ្ឌសម្រាប់អ្នកដែលអាចចេញចូលបានគឺមានតែសិស្សសាលានិងអ្នកជំងឺតែប៉ុណ្ណោះដោយឡែកសម្រាប់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទឹកដីថៃជាពិសេសពលករខ្មែរនោះគឺក្រមយោធាថៃអាចឲ្យចូលមកក្នុងប្រទេសកម្ពុជាវិញបានមិនបិទគប់នៅក្នុងដីរបស់គេឡើយតែមិនអនុញ្ញាតឲ្យចូលទៅដីថៃវិញជាដាច់ខាតស្ថានភាពនៅច្រកទ្វារអន្តរជាតិដងខេត្តបាត់ដំបងនិងច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុងគឺយោធាថៃអនុញ្ញាតឲ្យពលករខ្មែរត្រឡប់ចូលមកប្រទេសកម្ពុជាវិញសម្រាប់ទៅទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានអ្នកដំណើរជាច្រើនអ្នករួមទាំងជនជាតិថៃផងនោះបានកកស្ទះនៅច្រកទ្វារព្រំដែនហេតុការណ៍ទាំងអស់ដែលបានកើតមានឡើងគឺភាគីថៃជាពិសេសក្រមយោធាតែម្ដងដែលជាអ្នកបង្កពលគឺសុទ្ធតែជាការសម្រេចចិត្តដោយឯកតោភាគីក្នុងការបិទច្រកព្រំដែនជាមួយប្រទេសកម្ពុជាក្រោយពីមានភាពតានតឹងដាក់គ្នាលើបញ្ហាព្រំដែនសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគី